ពិតជាធំមែនគ្មានប្រំរាក់នេះពិតជាសង្ហាណាឯងគឺនឹងមានអនាគតល្អឈៀងសានណាគឺជាប្រធានផ្នែកនៅក្នុងក្រុមហ៊ុនធំមួយចង់ទីផ្ទះនៅទីណាក៏បានដែរផ្ទះរបស់ឯងនេះណាសូម្បីតែខ្ញុំក៏ចំណាស់ដែរពួកអ្នកទាំងអស់គ្នាចេះតែនិយាយពីផ្អែមល្ហែមធ្វើឲ្យខ្ញុំសប្បាយចិត្តហើយដល់ថ្ងៃរៀបការរបស់ឆាឆាសូមកុំភ្លេចមកទាំងអស់គ្នាណាមិនក៏មកប្រាប់បងថាប៉ាម៉ាក់របស់បងប្អូនមកដែរខ្ញុំសូមទោសផងដែលមករំខានពេលវេលាជប់ជួបរបស់គ្រួសារអ្នកទាំងអស់គ្នាអេនេះជាអ្នកណាគេនោះនេះគឺជាផ្ទះរបស់មិត្តប្រុសកូនស្រីយើងណាមិនបានជានាងមានសោដែរអញ្ចឹងចៅក្រៃអូនទៅខេត្តអីពួកយើងទៅនិយាយនេះខាងក្រៅទៅសូមណែនាំបន្តិចខ្ញុំគឺជាប្រពន្ធរបស់មិត្តប្រុសកូនស្រីរបស់នាងក៏ប៉ុន្តែមិនយូរទៀតទេគឺនឹងខ្លាចទៅជាអតីតប្រពន្ធរបស់គេហើយផ្ទះនេះខ្ញុំបានលុបកិច្ចសន្យាជួលហើយឲ្យពេលពួកអ្នក3ថ្ងៃដើម្បីទៅរើចេញហើយម្យ៉ាងទៀតផ្ទះនេះគឺជួលដោយប្រើលុយរបស់ខ្ញុំហេតុអីក៏ខ្ញុំមិនអាចចូលបានខ្ញុំថាហើយគ្រួសាររបស់គេអាចរកកូនប្រសារល្អស្អីទៅដើមឡើយគ្រាន់តែជាមនុស្សស្រីដែលល្មម្នាក់សោះអុកទៀតណាចាប់ពីថ្ងៃនេះទៅកុំហៅយើងគឺជាម៉ែទៀតឈិញឈឿនប្រពន្ធសម្លាញ់ចាំបងផងអូនយកច្រឡំហើយនាងគឺជាមិត្តរួមការងាររបស់បងទេគ្រួសាររបស់នាងបង្ខំឲ្យនាងរៀបការបងមកសម្ដែងជាមួយនាងទេលោកពិតជាគិតថាខ្ញុំមិនដឹងអ្វីសោះមែនទេបងត្រឡប់មកវិញហើយមិនក៏អូនទៅអាវ៉ាន់មកច្រើនម៉េះមួយថ្ងៃចេះតែចាយលុយរបស់បងទាំងអូននេះគឺសិតតែទិញសម្រាប់កូនប្រុសរបស់យើងណាអូនចាំមើលថាថ្ងៃនេះក្រុមហ៊ុនរបស់បងមានកម្មវិធីជប់លៀងអីអូនទៅជាមួយបងតើបានទេមិនចាំបាច់ទេអូនមើលកូនហត់នឿយហើយចាំបងទៅដល់ខ្លួនអញវិញមិនអីទេចុងសប្តាហ៍នេះកូនទៅនៅផ្ទះរបស់ម៉ាក់អូនហើយអូនគ្រាន់តែតែងខ្លួនបន្តិចក៏បានហើយអូននៅតែផ្ទះមើលកូនសារភាពរបស់អូនទៅជាចំណេញហើយបងនាំលិខិតរបស់បងទៅវិញបងត្រឡប់មកវិញហើយលោកប្តីថ្ងៃនេះមិនក៏បងត្រឡប់មកវិញយប់ម្លេះកូនគេបាត់ទៅហើយនេះបងមិនមែនលួចទៅញ៉ាំអីនៅខាងក្រៅទេមែនទេគ្រូពេទ្យនិយាយឲ្យថាបងលើជាខ្លាញ់ណាស់ត្រូវតែញ៉ាំអាហារដែលបំពេញសុខភាពឲ្យបានល្អអូនខ្លាចបងគឺមិនអាចធ្វើការបានណាអូបងនៅក្រុមហ៊ុនញ៉ាំហើយពិតមែនណានេះអូនមិនបានប្រាប់បងទេពេលដែលញ៉ាំបាយនៅខាងក្រៅត្រូវតែថតរូបញ៉ាំឲ្យអូនមើលណាបងគឺចំណុចធំហើយមិនក៏អូនចាត់ទុកបងជាអ្នកតោះអញ្ចឹងបងទៅវិញទឹកហើយឃើញហើយមែនទេថ្ងៃនេះពេលដែលជួបជុំគ្នាខ្ញុំមានអារម្មណ៍ថាលោកត្រឡប់ទៅរកបរិបកំ pl ែងនៅរីករាយដូចជាពេលមុនវិញហើយខ្ញុំថាឲ្យថាប្រពន្ធរបស់លោកគឺគ្រប់គ្រងលោកខ្លាំងពេកណាស់មើលថែលោកដូចជាមើលថែកូនអញ្ចឹងមែនហើយនៅជាមួយខ្ញុំនេះគឺជាមូលហេតុដែលមនុស្សម្នាក់សុកកំទូកំហឹងអូនកេញមុនទៅបងទៅយកសម្រាមចោលហើយជួបបារីមួយផ្លេតកេញមុនទៅបានអេចាំបន្តិចបងយកមួយទៀតផងអញ្ចឹងតើបានជាអូនកន្លះឆ្នាំមុននេះឆ្លាស់ដូរទៅជំនាញថ្មីតាមបាត់ទៅអូនដឹងហើយតើអូនទៅណាពួកយើងកំពុងចាំអូនធ្វើម្ហូបមើលទៅសម្លៀកពាក់របស់ឯងទៅគ្មានរូបរាងជាកូនភាសាស្រីសំបីតែបន្តិចអ្នកម៉ាក់ពិតជាស្អាតមែនស៊ូនយកកាបូបសាឡាមកទៅធ្វើការតាមផ្លូវក៏ជូនកូនទៅសាឡាដូចគ្នានឹងម៉ាក់បាននិយាយជាមួយគ្រូមន្ត្រីរួចហើយចាប់ពីថ្ងៃនេះតទៅអាហារ3ពេលរបស់កូនគឺនឹងញ៉ាំនៅសាឡាម៉ាក់ក៏បានពិនិត្យមុខម្ហូបរួចហើយដែរគឺសិតតែជាម្ហូបដែលកូនចូលចិត្តតើល្អដែរទេល្អអូនទៅធ្វើការហើយចុះពួកយើងទាំង3នាក់បានញ៉ាំមិនមែនម៉ាក់របស់បងតែនិយាយទេថាខ្ញុំធ្វើម្ហូបមិនឆ្ងាញ់ចំណែកបងវិញក៏តែចូលចិត្តញ៉ាំអីនៅខាងក្រៅមិនអញ្ចឹងឬអ្នកម៉ាក់កូនទៅហើយតើយើងកូនសម្លាញ់សួស្ដីតើមានអ្វីដែលខ្ញុំអាចជួយបានដែរថ្មីនេះប្រឱកាសធានស្បែកមុខរបស់ខ្ញុំគឺស្ងួតខ្លាំងណាស់ហើយក៏ចាប់ផ្ដើមឡើងជ្រីជ្រួញតូចដែរមើលទៅកាន់តែចាស់ជាងមុនតើមានផលិតផលណាជួយណែនាំដែរទេអាកាសធាតុប្រែប្រួលស្បែកក៏ឆាប់ឡើងស្ងួនជាពិសេសវ័យកាន់តែច្រើនក៏នឹងបាត់បង់ collagen កាន់តែច្រើនដូចគ្នាដូច្នេះអ្នកនាងអាចសាកប្រើជាមួយនឹងឈុតថែរក្សាសម្រស់មួយនេះបានជួយផ្ដល់សំណើមខ្លាំងដល់ស្បែកក៏ធ្វើឲ្យស្បែកមុខភ្លឺរលោងនិងមានសុខភាពល្អដែរល្អអញ្ចឹងយកមួយឈុតនេះមកអរគុណគ្រាន់តែមើលទៅបានហើយចាំបាច់ទិញធ្វើអីនំតែខ្ជះខ្ជាយទេខ្ញុំចាស់លើរបស់ខ្ញុំមានតាក់ទងអីនឹងបងទៅអភិភិពាកដែលពោពេញទៅដោយការកុហកការសួរនាំដោយកំហឹងគឺគ្មានន័យអ្វីទាំងអស់គឺមានតែការប្រមូលផលតាំងតែប៉ុណ្ណោះទើបអាចការពារខ្លួនឯងហើយនឹងកូនបានល្អបំផុតចៅមនុស្សប្រុសណាក៏ធ្វើខុសដែរគ្មានមនុស្សណាដែលមិនចេះខុសទេអូនអធិស្ឋានបងម្ដងទៅខ្ញុំគ្រាន់តែធ្វើនៅរឿងដែលមនុស្សស្រីគួរធ្វើតែប៉ុណ្ណោះមនុស្សដូចជាលោកគឺមិនសមនឹងទទួលបានក្តីស្រឡាញ់របស់ខ្ញុំទេតើអូនពិតជាចាំបាច់ត្រូវតែធ្វើអញ្ចឹងបងប្រាប់អូនទោះបីជាអូននេះលះជាមួយបងមែនក៏អូនមិនអាចល្អជាងបងបានដែរមែនទេអញ្ចឹងសូមមើលដល់ខ្លួនឯងទៅថាប៉ុន្មានឆ្នាំនេះលោកបានធ្វើស្អីខ្លះផុសតាំងដែលបញ្ជាក់ថាលោកផាត់ក្បួនគឺខ្ញុំមានទាំងអស់ទាំងកូនហើយនឹងផ្ទះលោកកុំសង្ឃឹមថាបានមួយណាឯសោះឯកសារលេងនេះខ្ញុំនឹងឲ្យមេធាវីរៀបចំឲ្យ
បន្ទាប់ពីរកឃើញផតតាំង10យើងដែលបញ្ជាក់ថាលោកមិនលើកទូរស័ព្ទចឹងខ្ញុំទៅសាលាមទេគ្រូប្រាប់ថាប៉ារបស់ស៊ុនស៊ុនគឺមកទទួលយកគេទៅហើយកូនរបស់ខ្ញុំណែណា នៅជាមួយនឹងម៉ាក់របស់បងផ្ទះហើយនឹងកូនអូនទៅទុកមួយ មិននឹក បង ស្មានថា ហើយនៅពេលដែលអូនមិន គេបែរជាយកកូនលៀង អូនគួរតែ ដើម្បីទៅបង្ខំ ផលយ៉ាងណាហើយ លោកនៅចេះខ្មាស់គេដែរទេកូនធំប៉ុណ្ណឹងហើយលោកមិនដែលមើលថែគេសុំបីតែម្ដងឥឡូវនេះបែរជាយកកូនមកគំរាមខ្ញុំទៀត បងឲ្យយោបល់អូននិយាយគួរសោះច្បោចបងបន្តិចទៅបងរលួយបានច្រើនជាងអូនហើយអូនមានតែវិចិញ្ចឹមកូនទៅបើយ៉ាងទៀតបងស្រឡាញ់កូនជាងប្រកបជាតាមបងជៀនលោកប៉ាត្រឡប់មកវិញហើយឃើញទេលោកប៉ាតែងឲ្យឯងចង់ចំណីជ្រូកដែលកូនចូលចិត្តជាងគេយកឲ្យអ្នកម៉ាក់ធ្វើទៅ បាទលោកប៉ាល្អជាងគេ កាលពីព្រៃនាយមានសត្វខ្លាមួយក្បាលណែការ៉េមដែលកូនចូលចិត្តជាងគេ ក៏ប៉ុន្តែអ្នកម៉ាក់និយាយថាខ្ញុំមិនអាចញ៉ាំក្រែបានទេនឹងអាចធ្វើឲ្យឈឺពោះ មិនអីទេកូនញ៉ាំទៅកុំបារម្ភអីកូនសប្បាយចិត្តគឺសំខាន់ជាងលោកប៉ាមកធ្វើបាបអញទេញ៉ាំទៅ ចូលកៅ លោកពិតជាមិនអាចកែប្រែបានមែនខ្ញុំនឹងទៅទទួលកូនប្រុសខ្ញុំមកវិញ អ្នក កូនប្រុស អ្នកម៉ា មិនក៏ដល់ម៉ាក់នាំក៏របស់ខ្ញុំមកអញ្ចឹង នាំទៅមិនបានប្រហែលម៉ោងទេពេលដែលញ៉ាំបាយរួចហើយគេយំរកម៉ាក់គេរហូតយើងគឺពិបាកគ្រប់គ្រងណា ជៀនតើធម្មតាលោកប៉ាល្អជាមួយអញទេ ល្អ អញ្ចឹងពេលដែលលោកប៉ានិងអ្នកម៉ាក់នៅបាយគ្នាហើយអញមិនได้ជាមួយលោកប៉ាលោកយាយមកក្រាញ់អញនិយាយថាលោកយាយធ្វើមកឆ្ងាញ់ជាងគេហ៎ ខ្ញុំមិនព្រមទេខ្ញុំចង់នៅជាមួយអ្នកម៉ាក់លោកប៉ាមិនដែលធ្វើល្អចំពោះអ្នកម៉ាក់ទេខ្ញុំមិនជឿចិត្តលោកប៉ាទៀតទេ មិនអីទេកូនប្រុសម៉ាក់គឺមិនទៅណាទេណាម៉ាក់ទិញប្រដាប់លេងថ្មីឲ្យកូនណាកូនទៅមើលសិនទៅចាំនៅម៉ាក់ទៅលេងជាមួយនឹងកូនបន្តិចទៀតនេះណាតើល្អដែរទេ ល្អ ពួកអ្នកពិតជាគិតថាកូននៅតូចតែមិនដឹងស្អីសោះមែនទេក៏ប៉ុន្តែការពិតកូនគឺចាំបានគ្រប់យ៉ាងបងទៅមើលកូនបន្តិចទៅប្រយ័ត្នគេធ្លាក់ហ្នឹងអូនកំពុងតែចប់ដែរធ្វើម្ហូបបន្តិច បងកំពុងលេងហ្គេមក ូនប្រុសកូនមិនអីទេមែនទេ យំស្អីទៀតហើយលោកប៉ានិយាយហើយកូនប្រុសគេមិនសក់ទឹកភ្នែកទេ លោកប៉ា រីករាយថ្ងៃកំណើតតែអញទទួលបានកាដូហើយឬនៅទទួលបានហើយអញពិតជាយកចិត្តទុកដាក់នឹងខ្ញុំហ្នឹងគឺមកពីខ្ញុំឃើញអញហត់នឿយពេកហ្នឹងណាទាំងការងារខាងក្រៅហើយនិងការងារនៅក្នុងផ្ទះរត់ទៅរកមកពេញមួយថ្ងៃមើលតែឯងហ្នឹងគឺចាស់ជាងមុនពេលរៀបការ10ទៅ10ឆ្នាំឯនោះដូច្នេះហើយបានជាទិញឈុតថែស្បែកនេះឲ្យអញជាពិសេសហ្នឹងមែនហើយដែលយប់ជារៀងរាល់ថ្ងៃស្បែករបស់ខ្ញុំពិតជាឡើងចាស់ជាងមុនហ្នឹងពេលដែលលាបទៅជ្រាបចូលស្បែកភ្លាមតែម្ដងស្បែកទន់ហើយមានសំណើមហ្នឹងតែគាត់ហើយរបស់ដែលខ្ញុំទិញឲ្យគឺតែស័ក្តិសមនឹងឯងជានិច្ចហ្នឹង អ្នកម៉ាក់លោកប៉ាកេញបាត់ហើយខ្ញុំដាស់គាត់មិនងឹបទេ ថ្ងៃក្រោយចាំនិយាយគ្នាទៀតហ្នឹងមកអើនេះមកអត់មកចាំនេះមកអានរឿងនេះទៀតឲ្យកូនស្ដាប់គឺជារឿងត្រីតូចដែលកូនចូលចិត្តហ្នឹងតើល្អដែរទេ ល្អ អាឡូ តើបងឲ្យកូនញ៉ាំក្រែមទៀតហើយមែនទេកូនឥឡូវនេះគឺក្តៅខ្លួនខ្លាំងណាស់មកបន្តិចមកខ្ញុំហៅតាក់ស៊ីមិនបានទេ មិនគេជឿនៅពេលនេះទៀតហើយចង់ប្រឹក្សាបន្តិចក៏មិនបានដែរចាំបន្តិចទៅ តាក់ស៊ីអេស៊ុនកូនសម្លាញ់តើកូនមិនអីទេមែនទេមានត្រូវកន្លែងណាដែរទេ អ្នកម៉ាក់ខ្ញុំមិនអីទេគ្រាន់តែក្តៅបន្តិចតើអ្នកម៉ាក់មិនអីទេ មិនឈឺទេនៅមកគឺមិនឈឺទេតើពួកយើងទៅមន្ទីរពេទ្យទៅណាទៅដល់គឺលេខអីហើយ នៅពេលដែលកូនអាយុ10ឆ្នាំឡើងទៅគេមានសិទ្ធិជ្រើសរើសបងគឺជាអ្នករលុយបើចង់ដណ្ដើមកូនជាមួយអូនតុលាការប្រកាសជាកាត់ឲ្យបង មែនហ្នឹងហើយស្រីចឹងឯងក៏មិនអាចឲ្យស៊ូនគេទៅលំបាកជាមួយឯងទេណាឯងជាម្ដាយម្នាក់តើដាច់ចិត្តដែរមែនទេខ្ញុំធ្លាប់ឆ្លងកាត់រឿងទាំងអស់នេះរួចហើយខ្ញុំដាស់តឿនឯងមួយម៉ាត់ចុះណាកុំធ្វើអ្វីដែលវាជ្រុលខ្លាំងពេកតើអ្នកទាំងអស់គ្នាភ្លេចហើយឥឡូវនេះខ្ញុំមានតែប្រាក់ចំណូលថិតទេខ្ញុំមានការងារហើយក៏អាចមើលថែកូនបានល្អទៀតចំណែកឯកូនប្រុសរបស់អ្នកវិញណាពេលវេលាដែលគេមើលថែកូនក្នុងមួយសប្តាហ៍បូកសរុបចូលគ្នាទាំងអស់គឺម្ដង1ម៉ោងផងខ្ញុំមានផតតាំងទាំងអស់ហើយកុំភ្លេចរូបថតទាំងអស់នោះទៀតបើលោកចង់ឡើងតុលាការជាមួយខ្ញុំដោយយកក្តីស្រឡាញ់របស់ម្ដាយមកប្រគួតចុងក្រោយតើអ្នកណាគឺជាអ្នកបាត់បង់ច្រើនជាងគេនោះខ្ញុំនៅតែមើលកូនប្រុសរបស់ខ្ញុំអ្នកទាំងអស់គ្នាសាកមើលទៅកូនប្រុសឥឡូវនេះគិតយ៉ាងម៉េចទៅបន្ទាប់ពីស្នើសុំលេងលះហើយខ្ញុំក៏បានបណ្ដេញប្តីហើយនឹងម្ដាយក្មេកចេញពីផ្ទះសៅជើតើនេះមានន័យថាយ៉ាងម៉េចហ្នឹង
ខ្ញុំសុំណែនាំអ្នកឲ្យឈប់ធ្វើជាមិនដឹងមិនលឺអីទៀតទៅចែកដូនផ្ទះរបស់អ្នកនៅទីនេះក៏ឲ្យឈៀងឈុនគេនំសង្សាររបស់គេទៅនៅទីនោះទៅ តើអូនជាគោរពចាស់ទុំទេអ្នកម៉ាក់ខំមើលថែកូនរបស់ពួកយើងហើយអូនធ្វើអញ្ចឹងមិនហួសពេកទេ ចឹងប៉ុន្មានឆ្នាំមកនេះឯងមើលថែសួនគឺលំបាកណាស់ហើយក៏អប់រំកូនបានល្អទៀតក្នុងនាមយើងគឺជាយាយគេណាក៏គួរតែជួយឯងខ្លះដែរ នៅផ្លឹកធ្វើទៀតអ្នកម៉ាក់របស់បងឲ្យលុយអូនហើយអូនឆាប់យកទៅ ឈប់និយាយហើយទៅលេងជាមួយកូនទៅរឿងដែលជីងឈុនគេធ្វើខុសណាម៉ាក់គឺនឹងស្ដីបដៅគេកូននៅជាមួយម៉ាក់ក៏មិនមែនជារឿងអាក្រក់អីដែរ លុយនេះខ្ញុំមិនហ៊ានទទួលទេព្រោះកន្លងមកអ្នកដែលតែងតែគិតថាអ្នកដែលលំបាំងគឺមានតែកូនប្រុសរបស់អ្នកតែប៉ុណ្ណោះពេលដែលរៀបការកាលពីមុនក៏មិនដែលចាត់ទុកខ្ញុំគឺជាសមាជិកគ្រួសារទេតែឥឡូវពេលដែលខ្ញុំសុំលេងលះបែរជាហៅខ្ញុំថាគ្រួសារមិនដាច់ពីមុនតើមិនគិតថាគួរឲ្យអស់សំណើចទេ អីទីបំផុតខ្ញុំខ្លាចទៅជាយាយគេហើយមើលចោលប្រុសរបស់ខ្ញុំទៅពិតជាស្អាតខ្លាំងណាស់ អ្នកម៉ាក់ភ្នែករបស់គេដូចអ្នកម៉ាក់ណាស់ មែនហើយកូនប្រុសរបស់ម៉ាក់នេះណាពិតជាពូកែពិតមែនមកពួកយើងថតរូបមកហោមួយទៅអូកូនប្រុសដែលធ្វើឲ្យម៉ាក់ខ្លាចទៅជាយាយរបស់គេណាកូនប្រុសរបស់ម៉ាក់គឺលំបាកណាស់ហើយ អាយូចាប់ប្រុសសម្លាញ់របស់យាយ នេះមកប៉ុន្មានហើយធ្វើជាម្ដាយគេនៅđâyលើក្រែទៀតកូនឃ្លានហើយប្រញាប់ក្រំមកអំបៅដល់កូនទៅ ម៉ាខ្ញុំឈឺហើយខ្ញុំបានត្រាំថ្នាំរួចហើយទុកនៅបន្ទប់ទទួលភ្ញៀវណាសូមម៉ាជួយលើកសួនចេញបន្តិចទៅខ្លាចគេឆ្លងជំងឺ អ្នកម៉ាក់យ៉ាងម៉េចណា កូនប្រសាស្រីម្នាក់នេះណាចេះធ្វើពុតឈឺហើយថែមតែខ្ជិលធ្វើការទៀតតើមកជាមួយយើងមិនឈប់បែរជាមានកម្លាំងខ្លាំងណាស់ហើយទៅគ្មានរូបរាងជាម្ដាយគេសោះ អូនចាប់ដាក់ឡើងផឹកថ្នាំទៅអ្នកម៉ាក់របស់បងចិញ្ចឹមបងក៏មិនងាយស្រួលដែរបម្រើអូនផងមើលកូនផងអូនធ្វើអញ្ចឹងសមទេ សែវជើទៅបីពីមុនមានការយល់ច្រឡំអ្វីក៏ដោយណាតែឥឡូវនេះណាម៉ាក់គឺនៅតែបារម្ភពីឯងហើយនឹងកូនដែរ ខ្ញុំឃើញថាអ្នកគឺខំសម្ដែងខ្លាំងណាស់ដើម្បីតែកូនប្រុសហើយនឹងចៅសំណប់ចិត្តរបស់អ្នកតែប៉ុណ្ណោះអ្នកគិតថាខ្ញុំគឺមិនដឹងផែនការរបស់អ្នកមែនទេ អ្នកម៉ាក់ក្រែងពីមុនអ្នកម៉ាក់ទុកលុយខ្ញុំហើយនឹងលូកឆាទិញផ្ទះថ្មីហីខ្ញុំគិតថាអ្នកម៉ាក់រើមកទីនេះដើម្បីជួយពួកយើងតាមិនក៏អ្នកម៉ាក់ល្អចំពោះសៅជើទៅវិញ ម៉ាក់គិតថាឯងនេះធ្វើការច្រើនពេករហូតដល់គិតមិនចេញហើយសួនគឺជាចៅប្រុសច្បងរបស់យើងណាគេត្រូវតែនៅជាមួយពួកយើងថ្មីនេះឯងត្រូវចំណាយពេលបានច្រើននៅមើលថែកូនទៀតចំណាយរឿងផ្ទះណាដរាបណាសៅជើនេះទទួលលុយរបស់ពួកយើង ពេលដែលបែងចែកទ្រព្យសម្បត្តិយើងគ្រាន់តែនិយាយថាលុយនេះគឺយកទៅបងរំលោភផ្ទះចំនួននាងទៅដល់ពេលនោះនាងនឹងអាចយកផ្ទះនេះទៅតែម្នាក់ឯងបានទៀតឬ ខ្ញុំយល់ហើយអ្នកម៉ាក់ថ្ងៃស្អែកនេះខ្ញុំនឹងឲ្យនាងយកលុយនេះទុក ដល់ពេលនោះទាំងផ្ទះធំមួយនេះទាំងចៅប្រុសរបស់ម៉ាក់ណាគឺសុទ្ធតែជារបស់គ្រួសារពួកយើងហើយ ខ្ញុំថាហើយហេតុអីបានជាម្ដាយក្មេងរបស់ឯងសុកស្រាប់តែបដូរចិត្តហ្នឹងដឹងហើយថាគ្មានបំណងល្អស្អីទេបានហើយខ្ញុំក៏ឃើញថាពួកអ្នកគឺសម្ដែងកណ្ដុយហត់ដែរអីវ៉ាន់របស់ពួកអ្នកគឺនៅទីនេះសូមធ្វើដំណើរឲ្យសុខសាន្តចុះ យើងមកទៅចៅប្រុសរបស់យើងនៅទីណាយើងក៏នៅទីនោះដែរ បើអ្នកមិនខ្លាញ់ឲ្យមនុស្សកាន់តែច្រើនបានដឹងពីរឿងអាស្រូវរបស់កូនអ្នកទេខ្ញុំក៏មិនខ្វល់ដែរបើបង្ហោះវានៅក្នុងក្រុមគ្រួសារហើយនៅក្នុងក្រុមហ៊ុនរបស់គេនោះឲ្យសាច់ញាតិហើយនឹងក្រុមមិត្តភ័ក្តិរបស់គេជួយវិនិច្ឆ័យផងថាតើគេបានចិញ្ចឹមកូនប្រុសបែបណាទៅ នាងហ៊ាន គេព្រមព្រៀងលិះលះប្រញាប់ចុះហត្ថលេខាទៅមុនពេលដែលមុខមាត់របស់លោកគឺបាត់បង់អស់ទាំងស្រុងហើយសូមអញ្ជើញអ្នកទាំងពីរចេញពីផ្ទះរបស់ខ្ញុំភ្លាមទៅ បន្ទាប់ពីចាក់ចេញពីជីវិតជាស្ត្រីមេផ្ទះខ្ញុំក៏ត្រឡប់ទៅចូលធ្វើការវិញនៅក្នុងក្រុមហ៊ុនដែលស្រីកំណានរបស់អតីត សូមណែនាំអ្នកទាំងអស់គ្នាបន្តិចនេះគឺជាប្រធានផ្នែកថ្មីរបស់ពួកយើងអ្នកនាងយាសាជើ បងស្រីមិនតើបងត្រូវបានគេបោកឲ្យតែដឹងយាសាជើនេះណាគ្រាន់តែជាស្រីមេផ្ទះម្នាក់ដែលគ្មានសមត្ថភាពអ្វីសោះខ្ញុំខ្លាចថានាងក៏មិនអាចកាន់តំណែងជាប្រធានផ្នែកនេះបានទេមិនអីទេពេលដែលគ្មានប្រយោជន៍បែបនេះណាខ្ញុំស្ដាប់ច្រើនឆ្នាំមកហើយខ្ញុំរីករាយដែលអ្នកទាំងអស់គ្នាផ្លាប់ប្ដូរយោបល់ជាមួយនឹងខ្ញុំ នោះចឹងចាប់ពីពេលនេះតទៅប្រធានយាគឺនឹងខ្លាចទៅជាអ្នកគ្រប់គ្រងផ្ទាល់របស់នាងពេលដែលនិយាយស្ដីណាសូមប្រយ័ត្នពាក្យសម្ដីបន្តិចទៅអ្នកនាងសាជើសូមអ្នកនាងបន្តប្រជុំចុះខ្ញុំមិនរំខានទេលោកគ្រូសូមរងចាំខ្ញុំបន្តិចណាខ្ញុំនឹងទៅដល់ហើយ ធ្វើជាអ្នកដឹកនាំនេះពិតជាល្អមែនអញចេញពីធ្វើការលឿនតែទទួលកូនបានទៀតក៏មិនដូចជាពួកយើងទេដែលជាបុគ្គលិកស៊ីប្រាក់ខែនេះ
ត្រូវធ្វើការរយប់ជ្រៅថែមមករាល់ថ្ងៃបើតាមខ្ញុំគិតហ្នឹងជាស្រីមេផ្ទះហ្នឹងក៏ទៅនៅផ្ទះមើលថែកូនទៅតើមកធ្វើការស្អីទៀត ខ្ញុំចេញពីការងារតាមមកព្រោះខ្ញុំបញ្ចប់ការងារបានយ៉ាងមានប្រសិទ្ធភាពហើយចំណែកនាងវិញណាបើខ្ញុំចាំមិនខុសទេខ្ញុំក៏មិនទាន់បានប្រកល់គម្រោងការងារច្រើនបែបនេះឲ្យនាងនោះទេតែនាងនៅតែធ្វើការដល់ពាក់កណ្ដាលយប់រាល់ថ្ងៃទៀតតើមិនមែនដោយសារតែនាងគ្មានសមត្ថភាពទេឬ លោកនាយកលោកមកប្រធានផ្នែកទៅ សៅចៅនាងទៅយកកូនទាំងការងារផ្ទះការងារក្រុមហ៊ុននាងធ្វើបានល្អណាស់នាងគឺជាមនុស្សស្រីពូកែមែន ចឹងលោកប្រធានចេះតែសរសើរខ្ញុំហើយអញ្ចឹងខ្ញុំទៅមុនហើយនឹងបើមានការងាររវល់គឺឲ្យផ្ញើសារមកខ្ញុំបាន ប្រធានយើងលោកមុនហ្នឹងគឺខ្ញុំគឺជាអ្នកខុសចៃដន្យខ្ញុំមានសំណួរបន្ទិញចង់សួរអ្នកនាងតែអ្នកនាងមិនប្រកាន់ខ្ញុំទេមែនទេសំណួរនេះណាយ៉ាងហោចណាស់ក៏ត្រូវចំណាយពេលជាមួយមកដែរលើកនេះខ្ញុំចង់ដឹងថាតើនាងអាចទៅទទួលកូននាងទាន់ដែរទេ គ្មានបញ្ហាទេតែបើតាមការយកខែរបស់ខ្ញុំណានាងនៅតែមិនស្គាល់ពីគម្រោងនេះច្បាស់លាស់ទេខ្ញុំក៏ឃើញថានាងខំរៀនបែបនេះដែរអញ្ចឹងយប់នេះសូមធ្វើ PowerPoint ឲ្យខ្ញុំមួយមកហើយព្រឹកស្អែកត្រូវតែយកមកឲ្យខ្ញុំ ក៏ប៉ុន្តែអ្នកនាងគាត់តែបារម្ភពីស៊ុនវិញទៅគឺជាម្ដាយបង្ការរបស់គេហ្នឹងធ្វើឲ្យកូនរងចាំនៅក្នុងសាលាបន្ទៃទាំងឃ្លាតបែបនេះបានដែរអូ នាងមិនចាំបាច់បារម្ភទេ អ្នកម៉ាក់ កូនគឺមិនមែនជារបស់ខ្ញុំតែម្នាក់ទេប៉ារបស់គេណាក៏អាចទៅទទួលគេបានដែរ ល្អបើនាងមកមិនបានទេប្រាប់ខ្ញុំផង តែបាននិយាយទៅណាក៏គួរតែអរគុណខ្ញុំទៅបើមិនដូច្នោះទេគេក៏គ្មានឱកាសបាននៅជាមួយនឹងកូនដែរស៊ូន អ្នកម៉ាក់លោកប៉ានាំខ្ញុំទៅញ៉ាំអីឆ្ងាញ់ច្រើនណាស់ អរគុណស៊ូនតើនៅណាមកដែរទេ នឹកអ្នកម៉ាក់ បងគឺជាលោកប៉ាគេជាការងាររបស់បងទេជៀនមើលអ្នកម៉ាក់របស់អញទៅឥឡូវនេះពូកែណាអូនឥឡូវនេះជាមនុស្សស្រីពូកែហើយបើមិនអាចមករកបងទេប្រាប់បងផង ឈៀងឈុនអ្នកទាំងពីរត្រឡប់មកឆ្លាញ់គ្នាវិញហើយអូ កុំឆ្លោះគ្នាដោយសារតែខ្ញុំអីហ្នឹងយ៉ាងណាក៏ដោយលោកឆាក៏មិនដែលចិញ្ចឹមកូនទេគេក៏មិនយកពីចិត្តជាឪពុកម្ដាយឡើយខ្ញុំទៅមុនហើយមិនរំខានអ្នកទាំងពីរទៀត លោក ទេ ប៉ាលីហើយ ខ្ញុំនិយាយឲ្យកុំហាត់ពេកសើចូលមើលកូនតែម្នាក់វាលំបាកហើយ អីអីរវល់ខ្លាំងណាស់មែនទេមានតែអ្នកឯងញ៉ាំបាយពេលព្រឹកទេតើបាយជួបឯងបាននោះ អីយ៉ាមិនដល់ថ្នាក់ហ្នឹងទេថ្ងៃនេះដើម្បីទៅញ៉ាំបាយជាមួយឯងហ្នឹងខ្ញុំក៏បានឲ្យម៉ាក់របស់ខ្ញុំជួយយកកូនទៅសាលាបន្ទៃទៀត បាននិយាយមិនឈ្នះឯងទេថ្ងៃនេះណាខ្ញុំក៏មានកាដូមួយយកមកឲ្យឯងដែរនេះខ្ញុំឃើញឯងហត់នឿយរាល់ថ្ងៃលើកមុនគឺមិនបាននិយាយថាឯងធ្វើការដល់យប់ជ្រៅទេមកឡើងស្លេកស្លាំងអស់ហើយស្បែកកន្លងជ្រេជ្រួញទៀតតើបានជាខ្ញុំទិញផលិតផលនេះមកឲ្យឯងជាពិសេសហ្នឹង ចៃដនហ្នឹងថ្ងៃនេះខ្ញុំក៏មានការប្រជុំសំខាន់ដែរគ្រីមនេះគឺឯងមកជួយតាមពេលវេលាតែម្ដងខ្ញុំទៅមុនហើយហ្នឹង ពិតជាមនុស្សដែលឆ្លងវិញនឹងការងារពិតមែន សៅចៅតើលើកនេះនាងមានអ្វីចំហាយពួកយើងទៀតហើយ លោកនាយកក្រុមហ៊ុនតែលើកចិត្តដល់ការប្រកួតប្រជែងដែលយុត្តិធម៌មែនទេចៃដនណាខ្ញុំក៏មានកំណត់ខ្លះដែរប្រធានយើងតើមិនប្រកាន់ជាមួយនឹងរឿងខ្ញុំប្រកួតជាមួយនឹងអ្នកនាងទេមែនទេ ប្រកាសណាគឺមិនប្រកាន់ទេអញ្ចឹងនាងចាប់ផ្ដើមមុនទៅ ផលិតផលរបស់ម៉ាក់នេះណា កាលពីមួយរយៈមុនគឺជាប់ពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវខ្លាំងណាស់តើនាងមានទំនុកចិត្តអីថាការសហការមួយនេះគឺមិនប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយើងនោះ ខ្ញុំ បើនាងនិយាយមិនចេញទេតើឲ្យខ្ញុំគឺជាអ្នកនិយាយជំនួសឲ្យនេះគឺជាផែនការគម្រោងដែលនាងបានលុយចម្លងពីគម្រោងចាស់របស់ខ្ញុំដែលខ្ញុំបានបោះចោលរួចទៅហើយ ពិតមែនឬ មើលទៅនាងដូចជាចូលចិត្តរឿងសម្រាប់ដែលខ្ញុំលែងត្រូវការយកទៅប្រើលោកឆាក្នុងនាមខ្ញុំគឺជាថ្នាក់លើរបស់នាងខ្ញុំសូមជូនដំណឹងនាងជាផ្លូវការនាងគឺត្រូវបានបណ្ដេញចេញហើយ នាងកំពុងតែប្រើអំណាចដើម្បីមកសងសឹករឿងផ្ទាល់ខ្លួនមែនទេ បើខ្ញុំចង់សងសឹករឿងផ្ទាល់ខ្លួនមែនណាជនទី3ដែលបំផ្លាញជីវិតអាពាហ៍ពិពាហ៍ដូចជានាងនេះណាគឺនឹងត្រូវបានបណ្ដេញចេញពីការងារតាំងពីថ្ងៃដំបូងមកម្លេះនាងពិតជាមិនចេះខ្មាស់គេមែនដែលនាំប្តីគេឲ្យនឹងមិនតន់គ្រប់ទៀតថែមទាំងចង់បង្កាច់បង្ខូចគេថែមទៀតហើយម្យ៉ាងទៀតចាំដល់ថ្ងៃដែលនាងឡើងមកកាន់ដំណើររបស់ខ្ញុំសិនទៅចាំនាងមកវិនិច្ឆ័យរបៀបនៃការធ្វើការរបស់ខ្ញុំ មើលដល់ប្រពន្ធល្អរបស់បងចុះនាងធ្វើឲ្យខ្ញុំបាត់បង់ការងារហើយបងនៅនិយាយថាខ្ញុំគឺជាអ្នករស់នៅនាងទេ អូនលួចគម្រោងរបស់គេហើយត្រូវគេបកក្រាបរឿងរបស់អូនទៀតអ្វីដែលសំខាន់បងក៏ត្រូវគេនិយាយអាក្រក់ដែរចាប់តាំងពីពេលដែលបងរៀបការជាមួយអូនហើយថ្ងៃណាក៏បងមានរឿងដែរ ខ្ញុំក៏គ្រាន់តែចង់ឡើងតំណែងឆាប់តែប៉ុណ្ណោះ អូននៅផ្ទះគិតពីកំហុសរបស់ខ្លួនឯងទៅនៅមានទៀតឆាប់រកការងារថ្មីទៅកុំគិតតែបងចិញ្ចឹមអូនទៀតហើយយប់នេះបងមិនត្រឡប់មកវិញទេ បន្ទាប់ពីនេះ មួយទៀត ខ្ញុំក៏បានចាក់ចេញពីជីវិតជាស្ត្រីមានផ្ទះហើយក៏បានត្រឡប់ទៅបន្តអាជីពរបស់ខ្ញុំវិញអាយិនអញទៅមើលស៊ូនទៅ ជៀនក៏ជាកូនរបស់បងដែរអូនចាំបាច់គួរសមជាមួយបងធ្វើអី
អូនឥឡូវនេះជាម្រាយស្រីពូកែហើយបងតាមអូនមិនតាន់ទៀតទេ សំបីតែដល់ប្តីក៏ចាប់ផ្ដើមយកចិត្តទុកដាក់ចំពោះខ្ញុំហើយនឹងកូនវិញដែរល្អណាស់ឈិងឈុននិយាយថាមកមើលកូនក៏ប៉ុន្តែបែរជាឆ្លៀតមកជួបអត់ប្រពន្ធទៅវិញ បិទមាត់ទៅនៅកន្លែងនេះមនុស្សច្រើនណាស់អូនចង់ឲ្យបងខ្មាស់គេបងជូនមកកូនពួកគេទាំងពីរទៅវិញសិនអូនទៅមុនទៅ រឿងហ្នឹងក៏មិនចប់ត្រឹមហ្នឹងទេ ងាកមកចាំអ្នកមកថតរូបឲ្យនឹង ធ្វើឲ្យអូនសើចហើយរៀបការជាមួយនាងហើយនាងដូចជំនាញថ្មីអញ្ចឹង មិនអីទេ មកថតរូបឲ្យមកស្លឹកទៀតហ្នឹងកូនប្រុសតែបំផុតអញត្រឡប់មកវិញហើយមើលចុះអញរកប្រពន្ធមកបែបណាហ្នឹងខ្ញុំមិនស្មាននឹងស្រីចៅផង មិនឃើញតែម៉ាក់របស់បងកំពុងបោះដីទេមិនអូនចោលសម្រាប់អញ្ចឹងអូននៅផ្ទះអញ្ចឹងមិនចង់រកការងារធ្វើទៀតទេចង់ឲ្យបងចិញ្ចឹមអូនដល់ពេលណាទៀត អីការងារទាំងអស់នោះក៏វាអន់ពេកហើយក៏មិនសមនឹងខ្ញុំនោះទេឥឡូវនេះខ្ញុំណាគ្រាន់តែចង់នៅផ្ទះមើលថែបងហើយនឹងម៉ាក់តែប៉ុណ្ណោះ អូត្រាហើយបានខ្ញុំនឹងចេញតើឥឡូវនេះស្រីចៅអញមានផ្ទៃពោះហើយនៅចង់ធ្វើការទៀតហ៎បើរៀងការរបស់អញត្រង់មិនបានទេក៏លាឈប់ពីការងារទៅហើយក៏នៅផ្ទះស្រួលៗទៅណា ប៉ិតមែនហើយប្រវត្តិសម្លាញ់តោះឲ្យបងជាអ្នកចិញ្ចឹមអូន ចាំពេលក្រោយចាំនិយាយចុងខ្ញុំនៅចង់ក្រោយពេលដែលសម្រាប់កូនរួចក៏ត្រឡប់ទៅធ្វើការវិញដែរឈៀងឈុនក៏កំពុងតែរីកចម្រើននៅក្នុងអាជីពខ្ញុំក៏មិនចង់ដាក់សម្ពាធទៅលើគាត់តែម្នាក់ឯងនោះទេ ខ្ញុំបានណាត់មិត្តភក្តិទៅផឹកស្រាហើយនឹងច្រៀងខារ៉ាអូខេហើយយប់នេះក៏មិនត្រឡប់មកផ្ទះវិញ មិន ទេ ឲ្យទេអ្នកម៉ាក់របស់បងនិយាយថាពួកយើងត្រូវមានកូនសិន អីក៏ប្រយ័ត្នម្លេះចាំដល់ថ្ងៃដែលបងទិញផ្ទះធំដូចជាផ្ទះរបស់ស្រីចៅបានសិនទៅចាំពេលនោះចាំខ្ញុំសម្រាប់កូនក៏មិនតន់យល់ពេកដែរអ្នកមិនដឹងណាប្រហែលជាគិតថាផ្ទះនេះក៏មានបល្ល័ង្កត្រូវបន្តមរតកផង ប្រពន្ធសម្លាញ់អ្នកម៉ាក់របស់បងឲ្យបងចង់ឲ្យអូនញ៉ាំអូនឆាប់ញ៉ាំទៅវាល្អចំពោះកូន មិនបានទេគ្រាន់តែធំក្លិនអូនក៏ចង់ក្អួតហើយ ឆ្នាំមួយនេះគឺអ្នកម៉ាក់របស់បងខំដារ៉ូទិញអូនផឹកទៅគឺដើម្បីតែកូនទេ មកចាំអ្នកមកថតរូបធ្វើច្បល់ paper ហ្នឹង ពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់កូនលេងសប្បាយណាស់ ចូលបងគិតថាបើបងកាត់ពីមុនល្អចំពោះអូនណាពួកយើងឥឡូវនេះប្រកាសជាមានសុភមង្គល មិនមែនទេតាមពិតទៅអាពាហ៍ពិពាហ៍របស់ពួកយើងហ្នឹងគឺបានបែកបាក់តាំងពីយូរណាស់មកហើយទោះបីជាគ្មានលុយឆាក៏ដោយក៏មិនយូរមិនឆាំពួកយើងក៏គង់ដដែលដល់ថ្ងៃនេះដែរ រឿងកាត់ពីមុនគឺបងមិនត្រូវមែនអូនអធិស្ឋានបងម្ដងទៅ ខ្ញុំមិនបន្ទោសលោកទេផ្ទុយទៅវិញខ្ញុំថែមទាំងអរគុណលោកទៀតចំពោះអ្វីៗដែលលោកបានធ្វើដាក់ខ្ញុំ របាយការណ៍មួយនេះធ្វើម្ដងទៀតទៅ ព្រោះវាធ្វើឲ្យខ្ញុំដឹងថាខ្ញុំអាចធ្វើបានច្រើនជាអ្វីដែលខ្ញុំធ្លាប់គិត តា ខ្ញុំ អ្នក ស្រឡាញ់ ម៉ាក់ ជីវិតរបស់ខ្ញុំឥឡូវនេះណាស៊ូនក៏ចេះគិតច្រើនជាងមុនដែរពេលនោះទៅខ្ញុំដឹងថាការពឹងផ្អែកទៅលើសមត្ថភាពរបស់ខ្លួន គឺ ឯង កូនប្រុសដាំត្រង់ គឺអាច 5 ធ្វើ ខែ ឲ្យ អាច ខ្ញុំ គេ ខាង នៃខ្លួនអញបាន មានជីវិតដ៏ល្អប្រសើរបានឈិងឈុនឥឡូវនេះគឺជាដំណាក់កាលសំខាន់សម្រាប់ការឡើងដំណើររបស់ខ្ញុំតើលោកអាចជួយមើលកូនជំនួសខ្ញុំបានទេ គឺកូនជាអ្នកសុំបងដេញលះទេឥឡូវនេះចង់មករកបងហើយ អ្នកមកទៅយកកុំព្យូទ័របន្តិចហ្នឹងអ្នកមកធ្វើការនៅទីនេះហើយកូនលេងនៅទីនេះតើល្អដែរទេ ជំរាបសួរអ្នកមីង អីយ៉ាពិតជាស្អាតណាស់ លោកប៉ាលោកយាយ ស៊ូនថ្ងៃនេះដល់ច្រើនបែបនេះតើហត់ដែរទេថ្ងៃនេះចាំអ្នកមកអ៊ីវកូនត្រឡប់ទៅផ្ទះវិញហ្នឹង ល្អ តើរួចហើយឬហ្នឹង ហើយ យន្តហោះតូចទៅហើយណា ស្អាតចឹងមកឃើញផលិតផលថែស្បែករបស់កូនអស់ហើយដូច្នេះមកក៏ទិញថ្មីឲ្យកូនមួយឈុតហ្នឹងម៉ាខ្ញុំធំហើយនៅតែឲ្យម៉ាក់បារម្ភទៀតមិនថាពេលណាទេកូនកុំធ្វើឲ្យខ្លួនឯងលំបាកពេកហ្នឹងថ្ងៃក្រោយមិនចាំបាច់ស្ដាយលុយទិញផលិតផលថែរក្សាស្បែកទៀតទេទោះបីជាកូនលំបាកយ៉ាងណាក៏ដោយក៏កូននៅតែមានម៉ាក់ហើយនឹងប៉ាដែរថ្ងៃក្រោយពួកយើងគឺនឹងនៅជាមួយនឹងកូនហើយនឹងជួយមើលថែស៊ូនជាមួយនឹងគ្នាហ្នឹង ចូលតើពួកយើងទាំងពីរអាចត្រឡប់ក្រោយបានទេ លោកមានសិទ្ធិអីដែលគិតថាដរាបណាលោកងាកត្រឡប់ក្រោយខ្ញុំហើយនឹងស៊ូនគឺនឹងរងចាំលោកនៅកន្លែងដដែលនោះ អញ្ចឹងតើអូនឥឡូវ ខ្ញុំដឹងថាឥឡូវនេះលោកចង់សួរពីអីខ្ញុំលេងស្រឡាញ់លោកទៀតហើយសូម្បីតែបន្តិចស៊ូនតើពួកយើងត្រឡប់ទៅផ្ទះវិញទៅ បាទ តើទៅកូនសម្លាញ់អេកូនយឺតយឺនអ្នកស្រីប្រធានយើងនេះគឺជាលើកទី3ហើយដែលលោកប្រធានហាន់ស្នើជួបអ្នកស្រីនោះក៏សួរថាតើអ្នកស្រីមានពេលទំនេរពេលណាដែរលោកប្រធានហាន់គឺជាបរិះល្អម្នាក់ហ្នឹងហើយគាត់ក៏ប្រកាសជាសាធារណៈថាគឺនឹងតាមស្រឡាញ់អ្នកស្រីឲ្យបានទៀត
ចាំមើលតាមអារម្មណ៍ចុះ មនុស្សយើងពេលតែបាត់បង់ហើយទើបចេះស្ដាយក្រោយ ជីវិតគឺមានតែម្ដងតែប៉ុណ្ណោះរៀនស្រឡាញ់ខ្លួនឯងទើបជាការចាប់ផ្ដើមនៃសុភមង្គលពិតប្រាកដ